បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំធ្វើវីដេអូបាទធ្វើតេស្ត iRing ជាមួយនឹងបាសវ៉ាលីបាទក៏ដូចជាបាស JBL បាទជូនបងប្អូនដែលគាត់បានជីវ iRing យកទៅឬមួយក៏មិនទាន់បានជីវយកទៅបាទឲ្យដឹងថាថតជាមួយនឹង mixer ក៏បានថតជាមួយនឹងបាសវ៉ាលីក៏បានបាទហើយបញ្ជាក់បន្តិចសម្រាប់បាសវ៉ាលីក៏ដូចបាស JBL បាទវាខុសពី mixer ត្រង់ចំណុចបើកសំឡេងនិងបិទសំឡេងមានន័យថាបើ mixer វាមាន volume បាទ volume កាសដើម្បីបិទសំឡេងបើកសំឡេងឲ្យលឺខ្លាំងលឺខ្សោយបានប៉ុន្តែសម្រាប់បាសវ៉ាលីក៏ដូចជាបាស JBL តើតើយើងបើកចម្រៀងខ្លាំងបាទបើកខ្លាំងបានវាថតបានខ្លាំងដែរបាទបើចម្រៀងយើងបើកឧទាហរណ៍ថាបើកបាសពាក់កណ្ដាលអញ្ចឹងថតសំឡេងចូលទូរស័ព្ទក៏បានពាក់កណ្ដាលដែរអូខេឥឡូវខ្ញុំដាក់ iRing នេះភ្ជាប់ជាមួយនឹងបាសវ៉ាលីឲ្យមើលជាមុនបាទអូខេបាទក្នុង iRing នេះមានបាទយើងប្រើដុយ6លីតមួយមកបាទតោះមកយើងប្រើខ្សែអូខេខ្សែមកបាទកន្ទុយខ្សែមួយចំហៀងទៀតបាទយើងទៅមើលនៅក្រោយបាសបាទបាសវ៉ាលីឬមួយក៏បាស JBL ក៏ដូចតែគ្នាដែរដោតជាមួយ iRing ហ្នឹងបាទវាខុសតែដូចតទេបាទជាមួយ JBL យើងប្រើអានេះបាទជាមួយ mixer ប្រើអានោះដល់ពេលជាមួយនឹងបាសវ៉ាលីយើងប្រើប្រភេទបាទដូចការចាន់នេះអូខេឥឡូវយើងបង្វិលបាសតិចមកបាទដើម្បីមើលខាងក្រោយវាបាទខាងក្រោយបងប្អូនចំណាំអក្សរពីរនេះបាទអានេះគឺសម្រាប់ចាក់ចម្រៀងចូលទៅបាសវិញបាទដល់ពេលសំឡេងដែលបាសចេញមកហ្នឹងគឺអក្សរបែបនេះបាទ output បាទអញ្ចឹងជាទូទៅសម្រាប់យើងភ្ជាប់ទៅ ampli ឬមួយក៏ភ្ជាប់ទៅឧបករណ៍ផ្សេងៗគេប្រើ2ប្រើខ្សែ2នេះអក្សរក្រហមនេះមានន័យថា stereo បាទប៉ុន្តែហេតុអីបានខ្ញុំប្រើតែមួយសម្រាប់ iRing នេះបាទព្រោះអីដោយសារតែ iRing ជាប្រភេទសំឡេង mono អញ្ចឹងបើយើងដាក់ខ្សែ2ក៏វាអត់ប្រយោជន៍ដែរបាទខ្សែ2គឺអត់ប្រយោជន៍ទេអញ្ចឹងយើងប្រើតែមួយបានហើយវាងាយស្រួលបាទវាអត់ញ៉ៃញ៉ៃខ្សែទេតាយអញ្ចឹងប្រើតែមួយទេ iRing គឺសំឡេង mono បញ្ជាក់បងប្អូនហើយទូរស័ព្ទយើងបាទក៏ចាប់បានជាសំឡេង mono ដែរលុះត្រាតែបងប្អូនចង់បានសំឡេង stereo តោះតែប្រើ sound card ហើយភ្ជាប់ជាមួយកុំព្យូទ័រទៀតបានថតជា stereo បានបាទអូខេអញ្ចឹងយើងអត់មានត្រូវពាក់ព័ន្ធអីចុចអីទេ Bluetooth ចម្រៀងយើងចាក់អីធម្មតាអញ្ចឹងទៅប៉ុន្តែខុសតែខាងនេះoutput នេះអាហ្នឹងយកសលេងចេញទៅ iRing បាទដូចខ្ញុំបញ្ជាក់បងប្អូនខាងដើមសំឡេងបាសវ៉ាលីគឺវាខុសពី mixer បាទ mixer វាមាន volume វាមួយបាទ volume កាសណាបងប្អូនបាទប៉ុន្តែបាសវ៉ាលីគឺ volume វា volume រួមតែម្ដងបាទបងប្អូនចង់បានសំឡេងកម្រិតដូចយើងថតជាមួយ mixer ជាមួយអីតើបើកបាសឲ្យកប់អាហ្នឹងបញ្ជាក់ចំណុចហ្នឹងបាទអូខេឥឡូវខ្ញុំដាក់ iRing ហ្នឹងហើយខ្ញុំជាប់មួយទូរស័ព្ទដែលខ្ញុំកំពុងថតនេះជូនបងប្អូនមើលតែម្ដងអូខេបាទឥឡូវនេះខ្ញុំប្រើកំពុងថតជាមួយនឹង11បាទ Pro Max អញ្ចឹងខ្ញុំត្រូវប្រើដូចតអញ្ចឹងបើបងប្អូនប្រើទូរស័ព្ទដែលមានរន្ធកាសមូល iPhone មានរន្ធកាសមូល Samsung ក៏ដោយOppo ក៏ដោយមានរន្ធកាសមូលអញ្ចឹងមិនបាច់ប្រើដូចតទេដោតចូល direct តែម្ដងបាទប៉ុន្តែសម្រាប់ក្រៅពី iPhone ហើយនិង Samsung យើងត្រូវ download កម្មវិធីមួយបាទកម្មវិធីថតវីដេអូយើងបើកកម្មវិធី download កម្មវិធី Open Camera ឬមួយក៏ Viva Video បាទហើយសម្រាប់កម្មវិធីថតសំឡេងវិញបាទសម្រាប់ iPhone គឺ Voice Record Pro បាទហើយសម្រាប់ Android បាទដូចជា Oppo Huawei Vivo ហ្នឹងគឺយើងប្រើ Video Editor បាទ
ok lấy những đau xài to chốn bà chẳng đang đặt hiệp khâu kia ra ai rính hay nắng dừng thọt thòm đa vì khâu kia mình bà lấy nhầm chặn tích sân chặn nhầm đau chả háo nhầm giấy dáng vì châu rồi lại tầng rồi lại nhầm đẹp đòn bà đi ở tại đi chứ con con okตอนnhầm đo ai đinh tránh ban nhầm là dây châu tên lư cho mỗi bông bồn bàn video này mình là phần năng tế bà sầm rạp bông bồn trong bàn ai đinh ní bà xong comment là trong video này bà cái đôi chia chat chụp hay của bán bà nâng ban bò miền làm ắt time tiết bị ai đinh nằng bạn hay xong click chia sẻ hay nâng follow page nè môi thong bạn xong ở con hay xem phải một chơi bị á nhầm năng thuê và to video này bà ở con trong việc đề bạn